ចាំមានសំណួរជាច្រើនសូមមកកាន់ក្រុមហ៊ុនទាក់ទងនឹងការបាញ់ថ្នាំស្មៅក្នុងចំការតារ៉េនចាគាត់សួរថាតើបាញ់បានអត់ចាបាញ់បានបងប្អូនចាបាញ់បានប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាពីព្រោះថ្នាំស្មៅបងប្អូនដឹងស្រាប់ហើយថាវាបើសិនជាយើងមិនមានការប្រុងប្រយ័ត្នបានខ្ពស់ទៅវាប៉ះពាល់ចាប៉ះពាល់ទៅដើមតារ៉េនរបស់យើងចាប៉ះពាល់ទៅដល់ដីចាទៅដល់ប៉ះពាល់ទៅដល់ពពួកបាក់តេរីនៅក្នុងដីល្អចាហើយអាសារធាតុថ្នាំស្មៅហ្នឹងណាវានៅក្នុងដីយូរវាក្រលាយបងប្អូនអញ្ចឹងវាមានជាតិពុលនៅក្នុងដីយូរចាអញ្ចឹងបើសិនជាបងប្អូនដែលមានចំការធំគ្រប់គ្រងស្មៅអត់បានទេយើងបាញ់យើងគួរតែបាញ់យើងត្រូវតែបាញ់ពីព្រោះដើម្បីចំណេញកម្លាំងពលកម្មចំណេញថវិកាចំណេញពេលវេលាចាអញ្ចឹងបងប្អូនអានវិធីណែនាំការប្រើនឹងឲ្យបានច្បាស់លាស់ចាមុននឹងប្រើហើយកុំប្រើលើសកម្រិតវាអាចមានផលប៉ះពាល់ខ្លាំងចាអញ្ចឹងពេលដែលបងប្អូនបាញ់ចាកុំឲ្យបាញ់ដល់ក្រោមគៀកដើមឬក៏ក្រោមដើមចាវាអាចប៉ះពាល់រឿងហ្នឹងណាចាបងប្អូនអាចក្រោមដើមមង្គលហ្នឹងយើងធ្វើដោយដៃអីចឹងទៅចាបញ្ជាឬក៏បងប្អូនខ្លះក៏អាចប្រើជាកស៊ូតង់អីដើម្បីគ្របឲ្យស្មៅនៅវាងាប់ចាអាហ្នឹងក៏ជាវិធីមួយងាយស្រួលដែរតែបើសិនជាបងប្អូនអាចធ្វើដោយដៃបានយើងគួរតែធ្វើណាចាយើងបាញ់ឲ្យឆ្ងាយពីគល់ដើមត្រេនចាកុំបាញ់នៅពេលភ្លៀងបាញ់នៅពេលមេឃបើកថ្ងៃល្អហើយពេលខ្យល់ពេលมันមានខ្យល់ខ្លាំងចាអញ្ចឹងនេះជាចំណុចខ្លះដែលខ្ញុំបន្ថែមទេសម្រាប់បងប្អូនដែលប្រើជាក់